Hello គ្នាយើងថ្ងៃនឹងជួបមួយខ្ញុំម្ដងទៀតហើយហើយសប្តាហ៍មុនគឺកាត POT ពណ៌ស្វាយនេះយើងខ្ញុំបានរៀបរាប់ប្រាប់គ្នាយើងហើយសម្រាប់អាទិត្យនេះដែរក៏ MM ដែរគ្នាយើងសម្រាប់ POT ពណ៌បៃតងនេះហើយនឹងដែរខ្ញុំមកប្រាប់គ្នាយើងសម្រាប់តែកីឡាករមួយចំនួនទេសម្រាប់តែកីឡាករមួយចំនួនទៀតដែលស្ទើរខ្ញុំអត់និយាយទេគ្នាយើងហើយ POT ទាំងអស់ហ្នឹងគឺថាកាតចាស់ដែលធ្លាប់ចេញពីមុនមកហើយគ្នាយើងគឺ30ប្រអប់ហើយចូលដល់ការទី1 Erling Haaland នេះយើងការនេះបញ្ចប់ទីសាហាវកម្រមានគ្នាយើង POT បញ្ចប់ទីដាក់ចូលទៅ93គ្នាយើងបញ្ចប់ទីសាហាវដូច Epic ចឹងគ្នាយើង speed ក៏លឿនហើយរឹងខ្លាំងអ្នកគ្នាយើងដែល fan Haaland ដឹងថា Haaland រឹងប៉ុណ្ណាហើយ play style ទាំងអស់តិចគ្នាយើង Haaland នេះឥឡូវ Yamal ពីច្រើន POT ចេញមកលេងបានតែស្លាប់ទេគ្នាយើងអញ្ចឹងអត់ទៅពេញនិយមទេសម្រាប់ Yamalបើសម្រាប់ Show Time Epic អីអាហ្នឹងគឺយើងអាច add training ចូលបានលេង MS លេងប្រយុទ្ធអីបានណាយើងតែសម្រាប់ស្លាប់រៀងពិបាកលេងតិចសម្រាប់ Yamal គឺអត់សូវពេញនិយមទេតែល្អយើងការហ្នឹងលឿនលឿនហើយ dribbling អីញាក់សាច់យើង Yamal ហើយនេះ Dembele Richa យើងការនឹងចាញ់មួយសាយការនេះគឺយើងចង់បានច្រើនមែនតើនិយាយតែការ Dembele មកកាតនេះគឺបានមកចប់នេះយើងស្ទើរតែបញ្ចប់ទីបន្តិចទេទាំងរបឿនទាំង dribbling អីមួយសេតមកនេះយើងនិយាយអត់តែមួយអត់បញ្ចប់ទីស្ទើរបន្តិចនេះស្ទើរតែបន្តិចទេហើយចូលដល់កីឡាករបន្ទាប់ William Saliba យើងដើម្បីឲ្យខ្សែការពារប្រចាំប៉េះ2026នោះទៅហើយការពារគឺយើងđãធ្លាប់លេង William Saliba ដឹងហើយថាការពារស្អិតទៅណាយើងដេញបាសាហាវមែនតើខ្ញុំដាក់លេងឲ្យគ្នាយើងបានខ្ញុំនិយាយថាគ្នាយើងស្ទើរការពារឲ្យចំណាយកាក់ខ្លះចាប់យកទៅយើងល្អ Saliba ហើយចូលដល់បំរើការពាររបស់ Inter Milan និយាយទៅខ្ញុំអត់សូវចេះអានឈ្មោះគាត់ទេយើងឈ្មោះគាត់ញញ៉ៃពេកឆាលុកលូចឹងហ្នឹងយើងនិយាយទៅ play style គាត់រៀងពិបាកតិចព្រោះអី play style គាត់រត់ដងគាត់លេង role CMS ហើយនឹង play style box to box នេះយើងគឺស្រួលលេងតែព្រោះសារនេះចេញមកអញ្ចឹងរៀងឆ្កងតិចសម្រាប់ខ្សែបម្រើការពាររបស់ Inter Milan និយាយទៅខ្ញុំនិយាយយ៉ាងសែតតិចគឺយើងដោយសារមានបញ្ហាប្រខ្លួនបញ្ហាបេះដូងអញ្ចឹងបើខ្ញុំនិយាយខុសឆ្គងឡើយណាសូមគ្នាយើងកុំប្រកាន់អីដោយសារខ្ញុំនឹងអារម្មណ៍អត់ល្អទេគ្នាយើងហើយចូលដល់ខ្សែប្រយុទ្ធប៉ារីសបាកូឡានេះយើងដៃគូដៃកង់នេះដាក់ជាមួយដើមរ៉េអេជាតិហ្មងនេះយើងនិយាយទៅបានមកចប់ដែរហ្នឹងយើងស្ទើរតែបញ្ចប់ទីដូចដើមរ៉េដែរនេះយើងតែទាំង speed ទាំង dribbling អីមួយសេតមកនេះយើងរឹងទៀតរឹងដូចដើមរ៉េក៏រឹងដែរកាតបាញ់នេះយើងហើយកីឡាករបន្ទាប់ទៀតចូលដល់សាវយុទ្ធរបស់Hong Liverpool នេះយើងនិយាយទៅសាវយុទ្ធនេះខ្ញុំគ្រាន់តែឃើញ play style ហើយអស់ចេញមកយើង play style ប្រហែលលេងពេកដល់ពេលអញ្ចឹងបាច់មើលច្រើនទេយើងមើលតិចទេហើយចូលដល់កីឡាករបន្ទាប់កីឡាកររបស់ប៉ូទុយហ្គាល់នៅ Man U Bruno Fernandes play style whole player យើងជាតែ play style whole និង playmaker ហ្នឹងនឹងថាអែមស្រែមហើយ Bruno នេះបានមកចប់ទៀតយើងហើយស្ទើរតែ speed ទេ speed រៀងស្ទើរមែនតើនិយាយទៅបើថាការប៉ះការអីនឹងមួយសេតមកអែមខ្លាំងហើយចូលដល់កីឡាករបន្ទាប់ទៀតប្រយុទ្ធរបស់មេខៀវយើងមកម៉ោះនេះល្អណាស់គ្នាយើងគឺ goal patcher ទៀត play style អីមកចប់យើងមាន10 attach មានអីមកមួយសេតមកហើយចប់ទីក៏អែមទៅspeed អីដាក់ទៅ93រត់ទៅយើងហើយនិយាយទៅអាកីឡាករនេះវាអែមជាង Dembele ទៀតនេះយើងល្អយើងប្រយុទ្ធនេះហើយចូលដល់កីឡាករតបខុនញ៉ាយើង idol ខ្ញុំស្លាញ់ចូលចិត្តលេងតែ play style ដល់ក៏ play style អត់ល្អនេះយើងហើយគាត់តែឃើញ play style ក៏ពីក្បាលដែរតែបើថាស្ថិតិវិញជាតិមកនេះយើងមួយសេតស្ទើរ
ទៅប៉ះទៅអីហ្នឹងចឹងហើយចប់ទីក៏ស្ទើហើយ speed ប៉ុណ្ណឹងល្មមចឹងសម្រាប់ប្រយុទ្ធណាហើយសម្រាប់ skill មានមួយ set ហ្មងហើយយើងឲ្យរឹងក៏រឹងហើយមានសុបស័ព្ទមានអី10 attach អីមកអស់ហើយមានដោត booster មកគ្រាប់ទេណាកប់សេរីមែនតើណាហើយចូលដល់អាកបតប GK ហើយយ៉ាង GK របស់ Spur ហើយក៏ដូចជាជំរើសជាតិរបស់អសង្ឃទេហ្នឹងចឹងនិយាយទៅការGK នេះអែមហើយយើងខ្ញុំដាក់លេងហើយទាំងគាត់លេងនៅខាងក្រៅទាំងក្នុងហ្គេមគឺអែមដូចគ្នាគឺយើងស្រាវស្ដាច់ស្រាវហើយអ៊ីភិចអត់ដូរទេកាលពីGK នេះហើយចូលដល់ខ្សែវិទ្យាបន្ទាប់អំបេម៉ូនេះយើងខ្ញុំមានហើយកាតនេះតែខ្ញុំអត់សូវបានដាក់លេងទេដោយសារខ្ញុំដាក់លេងហើយលេងអត់កើតទេនេះយើងសម្រាប់កាតនេះនិយាយទៅមើលស្ថិតិទៅគាត់គ្រាន់បើនេះយើងទាំងស្គីទាំងអីមកគ្រាន់បើដែរដល់ពេលខ្ញុំដាក់លេងដូចជាលេងគាត់អត់ត្រូវទេអញ្ចឹងអត់ដឹងមិនក៏ដោយសារខ្ញុំអត់ចេះលេងគាត់ក៏ថាបានហើយចូលដល់កន្លែងខាងក្រោមនេះមាន2នាក់ទៀតទេនេះខ្ញុំ recommend នេះឌីបាឡាយើងអែមខ្ញុំឆ្លាញ់មែនតើឌីបាឡាខ្ញុំមានមកការដែរយើងគាត់លេងហែកបាល់ស្អាតហើយទាំងការញាក់ក៏អីមកសេតតែហ្មងនិយាយទៅខ្ញុំ fan ឌីបាឡាដែរនេះយើងនិយាយទៅឆ្លាញ់តាំងពីគាត់លេងមួយពុដោមកហើយចូលដល់កីឡាករមួយទៀតនេះយើងឌីម៉ាកូយកមកក្រោះអែមនេះអត់ទាន់មានកីឡាករក្រោះអីខ្ញុំលេងគាត់ហើយយើងហើយក្រោះទៅហើយមែនតើណាអត់ចាំបាច់ទៅរើ skill X crossing ណានៃអីទេយើងគាត់ cross ស្អាតស្រាប់